ការភ្ញាក់ពីព្រលឹមហើយទៅធ្វើការទាន់ពេលវេលាគឺជាសញ្ញានៃការមានវិន័យនិងការទទួលខុសត្រូវនៅពេលអ្នកចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកពីព្រលឹមអ្នកមានអារម្មណ៍ថាស្រស់ស្រាយនិងមានរបៀបរៀបរយការចេញទៅធ្វើការនៅពេលព្រឹកព្រលឹមផ្ដល់ឲ្យអ្នកនៅពេលវេលាកាន់តែច្រើនដើម្បីរៀបចំផែនការនិងបញ្ចប់កិច្ចការរបស់អ្នកដោយសុខស្រួលអ្នកដែលមកដល់កន្លែងធ្វើការក្នុងពេលព្រឹកព្រលឹមបង្ហាញពីការលះបង់និងភាពហ្មត់ចត់ចំពោះការងាររបស់ខ្លួនវាបង្កើតបាននូវចំណាប់អារម្មណ៍ល្អនិងបង្កើតបាននូវទំនុកចិត្តការក្រោកពីគេងនៅពេលព្រឹកព្រលឹមក៏ធ្វើឲ្យសុខភាពរបស់អ្នកកាន់តែល្អប្រសើរនិងមានផលិតភាពកាន់តែច្រើនផងដែរមនុស្សជោគជ័យតែងឲ្យតម្លៃពេលវេលានិងប្រើប្រាស់ពេលវេលាពេលព្រឹកព្រលឹមប្រកបដោយឈ្លាសវៃប្រសិនបើអ្នកបង្កើតទម្លាប់នៃការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកពីព្រឹកព្រលឹមអ្នកនឹងសម្រេចបាននូវកិច្ចការជាច្រើននិងជួយកាត់បន្ថយភាពតានតឹងបានច្រើនផងដែរការក្រោកពីគេងនៅពេលព្រឹកព្រលឹមនឹងនាំអ្នកទៅរកជោគជ័យនិងភាពរីកចម្រើនផ្ទាល់ខ្លួនកាន់តែប្រសើរដោយពាក្យដែលគេនិយាយថាសត្វចាបដែលចេញពីសម្បុកនៅពេលព្រឹកព្រលឹមតែងចាប់បានដង្កូវដែលធាត់ៗ